ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានសហភាពអឺរ៉ុបកាលពីថ្ងៃប្រហ័សម្សិលមិញថាខ្លួនត្រូវតែលុបបំបាត់ពន្ធគយនៅខួបលើកទី250នៃឯករាជ្យភាពរបស់អាមេរិកឬប្រឈមមុខទៅនឹងរបាំងពាណិជ្ជកម្មខ្ពស់បំផុតលោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social បន្ទាប់ពីបាននិយាយទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen តាមទូរស័ព្ទថាខ្ញុំបានរងចាំដោយអត់ធ្មត់សម្រាប់ EU ដើម្បីបំពេញផ្នែករបស់ពួកគេនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រដែលយើងបានព្រមព្រៀងគ្នានៅ Thornbury ប្រទេស Scotland ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតមិនធ្លាប់មានលោកបានអះអាងបន្តទៀតថាតាមការសន្យាមួយត្រូវធ្វើឡើងនៅក្នុងការកាត់បន្ថយពន្ធទៅដល់0នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅក្នុងចក្រភពអង់គ្លេសកាលពីឆ្នាំមុនដែលការសន្យាដែលលោកបាននិយាយនៅតែមិនបានសម្រេចលោកប្រធានាធិបតីបានកត់សម្គាល់ថាលោកបានអនុញ្ញាតឲ្យមេដឹកនាំអឺរ៉ុបរហូតដល់ថ្ងៃទី4ខែកក្កដាឆ្នាំ2026ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងប៉ះសិនបើប្លុកដែលមានសមាជិក27ប្រទេសក៏បានគម្រាមកំហែងថានឹងដំឡើងពន្ធរបស់សហរដ្ឋអាមេរិកដល់កម្រិតខ្ពស់ដែលក្នុងនោះកិច្ចព្រមព្រៀង Thornbury ដែលបានចរចានៅថ្ងៃទី27កក្កដាឆ្នាំ2025បង្កើតអត្រា 15% ទៅលើការនាំចេញភាគច្រើនរបស់អឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកដែលជាថ្នូរទៅនឹងការយកពន្ធ0លើទំនិញឧស្សាហកម្មនិងកសិកម្មសំខាន់របស់អាមេរិកដែលចូលក្នុងសហភាពអឺរ៉ុបដោយទោះបីជាសហភាពអឺរ៉ុបបានអនុម័តច្បាប់អនុវត្តនៅក្នុងខែមីនាជាមួយនឹងសម្លេងគាំទ្រ417/154ក៏ដោយក៏រដ្ឋជាសមាជិកនៅតែបន្តចរចាបញ្ចប់ក្របខ័ណ្ឌនេះដោយសារតែលក្ខខណ្ឌភ្ជាប់ជាមួយនោះផងដែរលោក Trump បាននិយាយកាលពីសប្តាហ៍មុនថាទីក្រុង Washington នឹងដំឡើងពន្ធដល់ 25% ទៅលើរថយន្តនិងរថយន្តដឹកទំនិញដែលនាំចូលពី EU ដោយនិយាយថាប្លុកនេះគឺមិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេលើពីពាណិជ្ជកម្មប្រធានាធិបតីអាមេរិកបាននិយាយថាលោក von der Leyen បានពិភាក្សាគ្នាអំពីសង្គ្រាមបារាំងដែលលោក Trump បាននិយាយថាយើងបានព្រមព្រៀងគ្នាថារបបដែលសម្លាប់ប្រជាជនរបស់ខ្លួនមិនអាចគ្រប់គ្រងគ្រាប់បែកដែលអាចសម្លាប់មនុស្សរាប់លាននាក់បានទេដោយសង្កត់ធ្ងន់ថាភាគីទាំងពីររួបរวมគ្នាទាំងស្រុងដែលអឺរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរមិនមានសេចក្តីថ្លែងការណ៍ភ្លាមពីគណៈកម្មការអឺរ៉ុបលោក von der Leyen តាក់ទងទៅនឹងការហៅទូរស័ព្ទឬអវសានវត្តចុងក្រោយរបស់ប្រធានាធិបតីអាមេរិក Donald Trump នោះទេសបផ្សាយពាណិជ្ជកម្មនៅវិទ្យុ Town FM 102.25 MHz និងវិទ្យុ Top FM 92.3 MHz សូមទំនាក់ទំនងមកលេខទូរស័ព្ទឬ Telegram 010 93 77 77